ក្រោយផ្ទុះការវែកញែករឿងចែកផ្លូវគ្នារវាងលោកបូភត្រាជាមួយនឹងគូដណ្ដឹងអ្នកនាងស្រីនូបែកធ្លាយថាធ្លាប់មានប្តីម្ដងហើយដើម្បីជំរះមន្ទិលសង្ស័យពីសំណាក់មហាជនក៏ដូចជាអ្នកលេងបណ្ដាញសង្គមដែលចុះផ្សាយគ្មានមូលដ្ឋានច្បាស់លាស់គណនី Facebook ឈ្មោះស្រីនូ SNC ដែលបងប្អូនស្គាល់ថាជាគូដណ្ដឹងរបស់លោកបូភត្រាក៏បានសរសេរសារបង្ហោះដែលមានខ្លឹមសារទាំងស្រុងខាងក្រោមនេះសូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំសូមលើកយកកិត្តិយសរបស់ខ្ញុំមកបកស្រាយការពិតដោយទំនួលខុសត្រូវនិងយុត្តិធម៌នេះមិនមែនជារឿងប្រទេសជាតិឬបញ្ហាព្រំដែនឡើយនាងខ្ញុំក៏មិនចង់បំពល់សង្គមដើម្បីវែកញែកបន្តទៀតដែរប៉ុន្តែដើម្បីការពារភាពស្អាតស្អំនិងតម្លៃសម្រាប់ខ្ញុំនិងបងប្អូនក្រុមគ្រួសារខ្ញុំសូមបកស្រាយទៅកាន់គណនី Pageនិងសារព័ត៌មានដែលកំពុងលាបពណ៌និងចោទប្រកាន់គ្មានមូលដ្ឋានមកលើនាងខ្ញុំសូមបងប្អូនស្ដាប់អ្វីដែលចេញពីសមីខ្លួនមុនធ្វើការវិនិច្ឆ័យចំពោះរឿងអតីតកាលនាងខ្ញុំពិតជាបានរៀបការនៅឆ្នាំ2023ពិតប្រាកដប៉ុន្តែយើងទាំងពីរបានព្រមព្រៀងលែងលះបញ្ចប់ដោយសន្តិវិធីដោយសារការរស់នៅមិនចុះសម្រុងគ្នាខ្ញុំក៏បានប្រកាសជូនដំណឹងជាសាធារណៈផងដែរខ្ញុំឃើញសំណេរមួយដែលកំពុងលាបពណ៌បែបប្រយោលបំភ្លើសការពិតសូមអ្នកចេញមកបកស្រាយព្រោះអ្នកកំពុងធ្វើឲ្យមហាជនបានចោទប្រកាន់មកលើរូបនាងខ្ញុំតើអ្នកកំពុងនិយាយពីអ្នកណាដើម្បីអ្វីតើអ្នកដែលបង្ហោះទទួលបានព័ត៌មានមកពីណាខ្ញុំមិនដែលស្គាល់អ្នកសោះអ្នកត្រឹមជាអ្នកក្រៅហេតុអ្វីដឹងច្បាស់រឿងផ្ទៃក្នុងគ្រួសារអ្នកដទៃសូមជម្រាបទៅកាន់បងប្អូនថានាងខ្ញុំមិនមានសញ្ជាតិបរទេសទេខ្ញុំមានសញ្ជាតិខ្មែរតែមួយគត់ជីវិតគូខ្ញុំធ្លាប់រៀបការតែម្ដងគត់ខ្ញុំមានការងារត្រឹមត្រូវមិនប្រព្រឹត្តទង្វើខុសច្បាប់ឬដើរបោកប្រាស់អ្នកណាទេរឿងអតីតកាលអ្នកដឹងច្បាស់មានតែអតីតនិងក្រុមគ្រួសារគាត់ទើបដឹងច្បាស់ថាតើខ្ញុំបានទៅដើរប្រមូលលុយមាសពេជ្រអចលនទ្រព្យឬបានទទួលចំណងដៃមួយកាក់មួយសែនឬទេមុនបញ្ចប់ចំណងអាពាហ៍ពិពាហ៍យើងបានឡើងតុលាការស្របច្បាប់ត្រឹមត្រូវប្រសិនបើខ្ញុំពិតជាមនុស្សបោកប្រាស់បែបនេះតើអាចមានការបញ្ចប់ដោយមានការព្រមព្រៀងដោយសន្តិវិធីឬទេប្រិយមិត្តជាទីមេត្រីអ្នកនាងស្រីនូក៏បានបន្ថែមទៀតថាចំពោះរឿងបច្ចុប្បន្នជាមួយបងភត្រាមុនភ្ជាប់ពាក្យគាត់ក៏បានដឹងនឹងទទួលយកអតីតកាលរបស់ខ្ញុំដែរការបញ្ចប់ចំណងភ្ជាប់ពាក្យនេះតាមការសម្រេចចិត្តទាំងសងខាងដោយដែលយើងទាំងពីរបានប្រកាសក្នុងនាមខ្ញុំធ្លាប់មានអតីតកាលម្ដងនាងខ្ញុំពិតជាមានអារម្មណ៍ឯកោបំផុតនិងមានសម្ពាធណាស់ក្នុងការសម្រេចចិត្តមួយនេះប្រសិនបើខ្ញុំដើរបោកគេរៀបការដោយដែលសាធារណជនចោទប្រកាន់ឬថាជាមនុស្សស្រីលក់គេឈ្មោះបែបនេះខ្ញុំនឹងយល់ព្រមរៀបការដោយដែលបានគ្រោងនៅខែមិនិនាខាងមុខនេះហើយប៉ុន្តែខ្ញុំមិនចង់ជួបបទពិសោធន៍លែងលះជាលើកទី2យើងភ្ជាប់ពាក្យមើលនិងសិក្សាចិត្តគ្នាមួយរយៈក្រោយមកយើងពិតជាដឹងច្បាស់រៀងខ្លួនចង្គៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះអ្នកនាងស្រីនូបានបន្ថែមទៀតថានាងខ្ញុំមិនអន់ចិត្តទេដែលបងប្អូនខ្លះមិនបានដឹងរឿងច្បាស់ហាជេរស្ដីនាងខ្ញុំទទួលខុសត្រូវគ្រប់យ៉ាងបើសិនរឿងដែលនាងខ្ញុំនិយាយមិនមែនជាការពិតព្រោះមាសសុទ្ធមិនខ្លាចភ្លើងខ្ញុំសូមស្នើបងប្អូនសារព័ត៌មានក្រុម MMO សូមរក្សាក្រមសីលធម៌វិជ្ជាជីវៈនិងឈប់ចែករំលែកព័ត៌មានដែលមិនពិតដែលប៉ះពាល់ដល់កិត្តិយសនិងឯកជនភាពរបស់បុគ្គលម្នាក់ៗដើម្បីផលប្រយោជន៍ឬអាជីវកម្មរបស់ខ្លួនផ្ទុយមកវិញបើព័ត៌មានដែលបងប្អូនវិភាគហើយវិនិច្ឆ័យភ្លាមត្រឹមតែលើរូបភាពនិងសំណេរតាមបណ្ដាញសង្គមអយុត្តិធម៌ណាស់សម្រាប់នាងខ្ញុំសូមអរគុណបងប្អូនមិត្តភ័ក្តិទាំងអស់ដែលបានជួយលើកទឹកចិត្តដល់នាងខ្ញុំនេះជាការបញ្ចប់ការបកស្រាយរឿងឯកជនផ្ទាល់ខ្លួនរបស់នាងខ្ញុំ